ជំរាបសួរពុកម៉ែបងប្អូនបាទនេះជារូបចម្លាក់ដែលខ្ញុំឆ្លៀតសាំងឲ្យលើពីភ្ញៀវកំងណាភ្ញៀវខ្លះគាត់កំងមួយអង្គទៅមិនឆ្លាក់ឲ្យលើមួយអង្គទៅពីរអង្គបីអង្គទៅព្រះអង្គចេញមានបលាំងពេជ្រខ្នាតធំសាំងពីស្នែងក្បេកបត់ធ្លុះប្រភេទបត់ធ្លុះទាំងអស់មានចំនួន3អង្គបងមានចេញមានបលាំងពេជ្រនេះខ្នាតធំមួយអង្គប្រពុតខ្ពមមួយអង្គហើយនឹងឧបគុតនេះមានបញ្ចុះคลิปបត់ធ្លុះបងនេះហើយបងតែចង់បញ្ចុះជូនបានណាតែពីអង្គនេះឆ្លាក់ក្រោយនេះតើបានបញ្ចុះទេតែទៅនឹងคลิปខ្ញុំមានថាបញ្ចុះទេឲ្យឆ្លាក់អត់បានតែពួកខ្ញុំនៅសល់ណៃស្ដើងទេចំណែកឯសៀវលីនសាងពីក្លឹមរកាខ្មៅបាទមានមួយអង្គដែរហើយថ្មតលៀងនេះបងប្រុសខាងភ្នំពេញសុំចៃបាទពេទ្យពោតលៀងដោះនឹងពួនដល់ណែណាដល់ឡើងក្តាំងមកសោប្រាក់ថ្មសលៀងនឹងដូចជាកងខ្ពងរបស់ខ្ញុំថែមកយូរបងណាបងហ្នឹងស្រុកប្រាក់ទាំងអស់បងណាដល់ឡើងក្តាំងអញ្ចឹងនេះផ្សាយទៅគាត់ព្រឹកនឹងហើយកងខ្លាឃ្មុំនេះបងប្រុសនៅខាងភ្នំពេញគាត់សុំចែកមកក្របខាងស្នឹមនេះក្អាយនេះខ្ញុំច្រើនហៅគាត់ថាបងខាងសួរគាត់នៅសួងតែគាត់ធ្វើការនៅភ្នំពេញឲ្យទ្រលាប់មកហៅគាត់ថាបងខាងសួងរហូតទៅរបស់គាត់ហ្នឹងបាទ3ហ្នឹងមានអង្គតាយស័យមានថ្មសម្លៀងឆ្លាក់នេះប៉ុន្តែនៅក្បាលតពុអសអឹមដែលទៅយកឲ្យជាងសុបប្រាក់ធ្វើអង្គមុនមិនទាន់ហើយអញ្ចឹងរបស់នៅសល់មានមួយក្របណានេះខ្លះខ្មុំគូរបស់គាត់នេះមួយក្របហើយនឹងចម្លាក់មាន4អង្គចំហាងដើមហ្នឹងនេះគ្រប់ផ្ញើទៅភ្ញៀវនេះភ្ញៀវគាត់កំងបងប្អូនខ្លះគាត់ចង់បានតិចតួចយកទៅបន្ថែមខ្សែកគាត់អញ្ចឹងណាអញ្ចឹងខ្ញុំអាចធ្វើបានមិនថាមួយខ្សែដូចយ៉ាងក្តីមិនថាកម្មអីលោតអីបងប្អូនអាចពឹងពើរកបានបងណាសាងពីប្រភេទក្លឹម7រលេះហៅថាក្លឹម7លេះស្រាយគឺគាត់នឹងពួងក្លឹម7ទៅបាទសាងក្លឹម7ហ្នឹងបងប្អូនចង់បានតិចតួចក៏ខ្ញុំធ្វើជូនដែរហើយតើខ្សែកដែលបងប្អូនឃើញមានក្បាលលោតនេះមុនមានខ្សែខ្នាត7លីដែលមានក្បៃឃ្លីបពីខ្សែភ្ញៀវហាងស៊ីមៀកអត់យកអានេះខ្នាត9លីបាទនេះបាទបងប្អូនមើលឆ្លាក់ក្បាច់បាទក្បាច់នេះឆ្លាក់ក្បាច់ផ្កាច័ន្ទបាទសាងពីថ្មខ្មៅចំណែកកម្មហ្នឹងបាទសាងពីក្លឹម7ដែលបងប្អូនបានឃើញមិញហ្នឹងនេះអញ្ចឹងសម្រាប់បងប្អូនដែលចង់បានខ្សែកនេះក៏ដូចជាតួអង្គនេះចង្កូមនេះហើយនឹងប្រភេទចាយអំរៃបាទនេះចាយនេះដោយសារតែខ្ញុំមានមួយហើយអាធំនេះអញ្ចឹងបងប្អូនដែលត្រូវការរបស់នេះរបស់ចាស់យូរប៉ុណ្ណាក្នុងចំណោមដែលមាន9ម៉ោងតែបងប្អូនគាត់សុំចែកទៅខ្ញុំទុកឲ្យរឿងសាច់ចាស់ជាងគេមកក្របទៅទទួលខ្ញុំបានអាធំនេះមួយនេះអញ្ចឹងខ្ញុំចែករំលែកតាមការស្រឡាញ់តាមការជំនឿណាព្រោះចាយអំរៃសុទ្ធសេតមកណាមិនមែនឆ្អឹងមិនទេប្រភេទសឹកទៅមកវិស័យរីករាលបងអាចុងនេះចង់វាតកិច្ចវាឈ្មោះវាឈ្មោះវាបុកមកណាចឹងបាទតាមដបងសងខាងនេះស្រោបផ្លាស្ទិកអាថ្លៃបងណាជាមានអឋានកខវិញ្ញាណតាមថ្នេរនេះហើយនឹងគាថានេះរបស់ខ្ញុំគ្រប់ថែបងណាបាទខ្ញុំស្រោបបាទផ្លាស្ទិកល្អអញ្ចឹងទទួលខ្ញុំបាទមានចាថោមួយទៅខ្ញុំក៏ចែកម្លេចមួយវិញទៅហើយសម្រាប់បងប្អូនដែលចង់បានបាទចម្លាក់ខ្ញុំយកខាងដើមហ្នឹងឬក៏ចង់កំងខ្សែកអីកងដីបងប្អូនចាំចូលឆាតបងណាហើយសូមអរគុណច្រើនសម្រាប់ការរកអានរកការរកស្លាញ់ក៏ដូចជាតែគាំទ្រចម្លាក់ខ្ញុំបាទបងប្អូនសាកសួរនាំតែមិនថ្មីទេជាវមិនថ្មីហើយតាក់ទងក្នុងចម្លាក់នោះក្តីខ្ញុំតែបញ្ជាក់បងប្អូនបាទចានសារហើយថាសួរខ្ញុំហើយកុំតន់ផ្ញើខ្ញុំឆ្លាក់បងប្អូនអាចសាកសួរចម្លាក់បងប្អូនទៅបាទផ្សេងបានព្រោះជាងចម្លាក់នៅស្រុកខ្មែរយើងមិនមែនមានតែខ្ញុំមួយទេច្រើនណាស់ជាងហើយទឹកដៃដែលស្អាតដែលល្អក៏មានច្រើនដែរបើសិនជាតម្លៃណាមួយបងប្អូនគិតថាចំណេញបងប្អូនធូរថ្លៃវិស័កសមនឹងអ្វីតម្រូវការបងប្អូនពឹងពើរកទៅមិនថាខ្ញុំថាបងប្អូនណាទេណាសួរទៅបើគេធូរជាងក៏រកគេទៅអាប់គេរឿងថ្លៃជាងខ្ញុំគិតថាធូរជាងក៏រកខ្ញុំមកយើងបើកគេឲ្យទូលាយណាក៏មានចិត្តថាតើអញបានល្អតើអញបាននិយាយមួយជាមួយមិនចឹងទេសំខាន់គឺបងប្អូនពេញចិត្តនឹងរបស់ពេញចិត្តនឹងឡៃណាបងប្អូនអាចថាជះថ្លាបានក៏ទទួលយកទៅការគ្រប់ថែរក្សាការថ្លាញ់ណានោះអានោះតាមការជំនឿបងប្អូនសូមអរគុណច្រើនបងប្អូនសូមជម្រាបលា